នេះជាការបញ្ជាក់ពីសហព័ន្ធប្រដាល់គុនខ្មែរអំពីរឿងពេជ្រសម្បត្តិមិនបានប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នៅសហរដ្ឋអាមេរិកប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ច្បាស់អំពីរឿងកីឡាករពេជ្រសម្បត្តិគឺមិនបានប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នៅសហរដ្ឋអាមេរិកជាលើកទី2នៅថ្ងៃទី1ខែមិថុនាឆ្នាំ2025ដោយសារកម្ពុជាមិនបានបំពេញនូវតម្រូវការតាមលក្ខខណ្ឌរបស់ស្ថាប័នគេលោកខៅឆាយប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថាការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីគម្រោងនៃការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC របស់ពេជ្រសម្បត្តិនោះមិនមែនជាការប្រកាសផ្លូវការរបស់សហព័ន្ធនោះឡើយប៉ុន្តែព័ត៌មាននោះគឺជាព័ត៌មានពិតមែនដោយសារតែសហព័ន្ធបានប្រាប់ទៅសម័យគ្រូនិងកីឡាករផងដែរឲ្យត្រៀមខ្លួនសម្រាប់ការប្រកួត WBC នេះប្រធានសហព័ន្ធក៏បានបន្ថែមថាឥឡូវនេះការបញ្ជាក់ជាផ្លូវការហើយពេជ្រសម្បត្តិមិនបានប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នៅសហរដ្ឋអាមេរិកលើកនេះនោះទេវាជាបញ្ហាច្រើនអំពីការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នេះនិងលក្ខខណ្ឌតឹងតែងដូចជាការធ្វើទម្ងន់មុនការប្រកួតត្រូវរាយការណ៍ទៅខាងគេឲ្យបានច្បាស់នៅអំឡុងមុនប្រកួត1ខែប្រកួតគីឡូមានទម្ងន់ប៉ុន្មានបន្ទាប់មកមុន2សប្តាហ៍មុនប្រកួតកីឡាករត្រូវមានទម្ងន់ប៉ុន្មានគឺត្រូវបញ្ជាក់ប្រាប់គេច្បាស់ៗនៅស្ថាប័នគេខាង WBC មានច្បាប់មួយទៀតគឺកីឡាករត្រូវតម្រូវឲ្យសម្រាកមិនទទួលការប្រកួតរយៈពេល45ថ្ងៃមុនការប្រកួតដណ្ដើមខ្សែក្រវ៉ាត់មកដល់ត្រង់ចំណុចនេះសហព័ន្ធក៏បានជ្រាបពីលក្ខខណ្ឌនេះដែរខណៈដែលកីឡាករពេជ្រសម្បត្តិក៏បានឡើងប្រកួតរហូតទៅដល់2ដងឯណោះនិងមានលក្ខខណ្ឌមួយចំនួនទៀតដែលសហព័ន្ធគុនខ្មែរបានខ្វែងគំនិតជាមួយនឹងស្ថាប័ន WBC ទៀតផងសហព័ន្ធបានព្យាយាមចរចាសម្របសម្រួលឲ្យពេជ្រសម្បត្តិបានប្រកួតដណ្ដើមខ្សែក្រវ៉ាត់លើកនេះដែរតែមិនទទួលបានជោគជ័យនោះឡើយយ៉ាងណាមិញកីឡាករកម្ពុជាយើងនៅមានឱកាសច្រើនទៀតនៅពេលក្រោយបញ្ជាក់ផងដែរថាការប្រកួតរបស់ក្រុមគុនខ្មែរនៅសហរដ្ឋអាមេរិកជាលើកទី2នេះដំណឹងដំបូងពេជ្រសម្បត្តិនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC ប៉ុន្តែដំណឹងនេះត្រូវបានផ្លាស់ប្ដូរវិញហើយយ៉ាងណាការប្រកួតជាលើកទី2របស់ពេជ្រសម្បត្តិនៅសហរដ្ឋអាមេរិកនេះក៏ឡើងខ្សែក្រវ៉ាត់ដែរ USA ACA Champion ការប្រកួតជាលើកទី2នេះនៅសហរដ្ឋអាមេរិកក៏មានកីឡាករជើងខ្លាំងប្រចាំប្រទេសកម្ពុជាយើងទៅចូលរួមដូចគ្នារួមមានឡារ៉ាលនបញ្ញានិងកីឡាការិនីអេជនុតទៀតផង